អារម្មណ៍ថាខ្លួនឯងអារម្មណ៍ប្រែប្រួលអត់មូលហេតុតូចចិត្តនឹងខ្លួនឯងមិនពេញចិត្តនឹងអីដែលខ្លួនមានអារម្មណ៍ស្មុគស្មាញ stress ហើយអារម្មណ៍ទាំងអស់ហ្នឹងឯងវាគឺជាមូលហេតុដែលធ្វើឲ្យយើងគិតច្រើនហើយនឹងគេមិនលក់ហើយថ្ងៃហ្នឹងខ្ញុំនឹងចែកវិធីសាស្ត្រចំនួន10ដើម្បីធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ល្អឡើងវិញគិតរឿងល្អៗហើយមានអារម្មណ៍ថាខ្លួនឯងសប្បាយចិត្តជារៀងរាល់ថ្ងៃវិធីសាស្ត្រទី1នោះគឺការមិនប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃយើងដឹងថាការប្រៀបធៀបគឺវាកើតឡើងដោយសារតែយើងឃើញគេស្អាតជាងគេពូកែជាងគេអស្ចារ្យជាងហើយកន្លែងមកមើលខ្លួនឯងវិញមានអារម្មណ៍ថាមិនក៏អត់ដូចគេអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាកំពុងតែវក់វីជាមួយនឹងទម្លាប់ដែលចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃសូមអ្នកទាំងអស់គ្នាបញ្ឈប់វាជាបន្ទាន់កុំធ្វើបាបខ្លួនឯងឬក៏មានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងហើយលើកទៅសើអ្នកដទៃជាងខ្លួនឯងយើងគ្រាន់តែទទួលស្គាល់វាហើយផ្ដោតទៅលើការផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងបើគេស្អាតគេប្រកែយើងហ៊ានបើកចិត្តហ៊ានសូត្រពីគេមិនបានគេទៅដល់ចំណុចហ្នឹងហើយសួរខ្លួនឯងថាត្រូវរៀបចំខ្លួនរបៀបណាដើម្បីឲ្យដូចគេអាហ្នឹងឯងបានគេហៅថាគឺជាការប្រៀបធៀបដ៏ល្អទៅដល់វិធីសាស្ត្រទី2នោះគឺការចេះស្រឡាញ់ខ្លួនឯងការស្រឡាញ់ខ្លួនឯងគឺសំដៅទៅលើការចេះការពារខ្លួនឯងការចេះថែរក្សាខ្លួនឯងទាំងផ្លូវកាយហើយនិងផ្លូវចិត្តផ្លូវកាយដូចជាការញ៉ាំអាហារល្អៗសម្រាប់សុខភាពញ៉ាំឲ្យបានទៀងម៉ោងកុំញ៉ាំច្រើនពេកកុំញ៉ាំតិចពេកហើយមួយទៀតកុំញ៉ាំយប់ជ្រៅពេកមួយទៀតយើងត្រូវចេះហាត់ប្រាណយើងដឹងថាការហាត់ប្រាណវាមិនត្រឹមតែធ្វើឲ្យយើងសុខភាពល្អទេប៉ុន្តែវាជួយឲ្យយើងមានរាងកាយល្អហើយវាធ្វើឲ្យយើងនឹងមានទំនុកចិត្តជាងមុនសម្រាប់ផ្លូវចិត្តវិញយើងអាចធ្វើការសមាធិដើម្បីកុំឲ្យផ្លូវចិត្តរបស់យើងនឹងរវើរវាយត្រូវធ្វើចិត្តខ្លួនឯងឲ្យស្រស់ស្រាយគេឲ្យបានគ្រប់គ្រាន់យើងនឹងថាការដែលយើងគេឲ្យបានគ្រប់គ្រាន់វាគឺជាចំណែកធំមួយដែលជួយឲ្យយើងនឹងមានផ្លូវចិត្តល្អហើយមិនគិតច្រើនឬក៏យើងហៅថា overthinking មួយទៀតគឺការវិនិយោគទៅលើខ្លួនឯងដូចជាការវិនិយោគទៅលើសម្រស់កាលណាដែលយើងស្អាតយើងនឹងមានភាពជឿជាក់ទៅលើខ្លួនឯងហើយយើងនឹងសប្បាយចិត្តហើយពាក្យថាស្អាតគឺខ្ញុំអត់ស្ដៅទៅលើសម្រស់ទាំងអស់ទេប៉ុន្តែវារួមបញ្ចូលទាំងការនិយាយពីរោះការស្លៀកពាក់សមរម្យការមានឥរិយាបថល្អហើយនិងការដែលយើងចេះគោរពអ្នកដទៃជាដើមវិធីសាស្ត្រទី3ការផ្ដល់ថាមពលវិជ្ជមានឲ្យខ្លួនឯងយើងអាចផ្ដល់ថាមពលវិជ្ជមានឲ្យខ្លួនឯងតាមរយៈការស្ដាប់ podcast ឬក៏មើលវីដេអូលើកទឹកចិត្តការអានសៀវភៅរៀងរាល់ថ្ងៃដើម្បីធ្វើឲ្យផ្លូវចិត្តរបស់យើងនឹងរឹងមាំកុំនៅចិត្តមនុស្សដែលគាត់ចូលចិត្តគិតអវិជ្ជមានព្រោះថាការដែលគិតអវិជ្ជមានវាគឺជាសត្រូវដ៏ធំនៃការរីកចម្រើនរបស់យើងវាធ្វើឲ្យយើងនឹងអត់ហ៊ានសាកល្បងធ្វើអីដែលថ្មីទេអត់ហ៊ានធ្វើការផ្លាស់ប្ដូរខ្លួនឯងហើយពិភពលោករបស់យើងនឹងគឺវាកាន់តែរួមតូចទៅហើយមើលបានឆ្ងាយទេអញ្ចឹងហើយយើងគប្បីនៅចិត្តមនុស្សដែលគាត់គិតវិជ្ជមានបានច្រើនយើងក៏មានក្តីសុខដូចគាត់ហើយអានឹងឯងគឺជាភាពដែលរីករាយនៅក្នុងជីវិតរបស់យើងដល់ចំណុចទី4គឺការផ្ដល់តម្លៃឲ្យខ្លួនឯងអ្នកដទៃអាចមើលងាយយើងបានប៉ុន្តែយើងខ្លួនឯងអត់ត្រូវមើលងាយខ្លួនឯងទេត្រូវចេះលើកទឹកចិត្តហើយនឹងផ្ដល់តម្លៃឲ្យខ្លួនឯងជានិច្ចបើទោះបីជាអត់មាននរណាគេនៅក្បែរយើងចាំលើកទឹកចិត្តយើងក៏ដោយជីវិតនេះគឺវាអត់ដូចអីដែលយើងចង់បានរហូតទេវាតែងតែមានមនុស្សដែលចូលចិត្តយើងហើយនិងមនុស្សដែលអត់ចូលចិត្តយើងបើគេមើលងាយយើងត្រូវចាត់ទុកថាអានឹងវាគឺជាគ្រឿងទេសនៃជីវិតហើយត្រូវរកវិធីមិនអើពើញញឹមបិទមាត់ឬក៏ដោះស្រាយវាហើយយកការជឿចាប់ទាំងអស់ហ្នឹងមកឆ្នៃឲ្យខ្លួនយើងរីកចម្រើនជាងមុនតែកាលណាដែលយើងមានសមត្ថភាពជាងមុនគឺអត់មាននរណាគេហ៊ានមើលងាយយើងទេបើសិនជាគេមើលងាយយើងហើយយើងអង្គុយពិបាកចិត្តហើយអានឹងឯងវាអត់ជួយអីយើងឲ្យកាន់តែផ្សាហើយវាកាន់តែធ្វើឲ្យយើងដុនដាបជាងមុនចូលដល់ចំណុចទី5ការធ្វើអំពើល្អមនុស្សមួយចំនួនគឺគាត់ចូលចិត្តនិយាយដើមអ្នកដទៃហើយគាត់និយាយអីខុសពីការពិតនិយាយអីធ្វើឲ្យអ្នកដទៃបាត់បង់តម្លៃហើយពិសេសពេលដែលគេនិយាយការសម្ងាត់ប្រាប់យើងនឹងយើងយកការសម្ងាត់របស់យើងនឹងទៅប្រាប់អ្នកដទៃម្នាក់ទៀតហើយយើងដែលដឹងថាពេលដែលយើងនិយាយរឿងសម្ងាត់របស់អ្នកដទៃយកទៅប្រាប់អ្នកដទៃម្នាក់ទៀតហ្នឹងគឺវាធ្វើឲ្យយើងខ្លាចថាថ្ងៃណាមួយម្ចាស់សម័យខ្លួនគេដឹងទៅអាហ្នឹងយើងរស់នៅមានក្តីសុខទេផ្ទុយទៅវិញបើសិនជាយើងនិយាយតែរឿងល្អៗរបស់អ្នកដទៃទៅសារអ្នកដទៃយើងក៏មានអារម្មណ៍ល្អដូចគ្នាហើយយើងអត់ភ័យទេត្រូវចាំថាអត់មានអីដែលល្អឥតខ្ចោះក្នុងជីវិតទេវាតែងតែមានចំណុចល្អចំណុចអាក្រក់តែអីដែលយើងធ្វើបានគឺត្រូវតែធ្វើអំពើល្អជាមួយអ្នកដទៃការដែលធ្វើអំពើល្អហ្នឹងឯងវាធ្វើឲ្យយើងនឹងជួបតែរឿងល្អក្នុងជីវិតហើយការរស់នៅរបស់យើងនឹងក៏មានក្តីសុខដូចគ្នាវិធីសាស្ត្រទី6គឺការដែលធ្វើអីដែលយើងស្រឡាញ់ពេញចិត្តការដែលយើងធ្វើអីក៏ដោយដែលយើងអត់បានស្រឡាញ់ហើយយើងអត់បានពេញចិត្តឬក៏ធ្វើអីដែលត្រូវបានគេបង្ខំដូចជាការដែលយើងធ្វើការងារដែលយើងអត់បានស្រឡាញ់អាហ្នឹងយើងនឹងធ្វើវាដែលអត់ពេញចិត្តទេហើយការងារហ្នឹងលទ្ធផលចេញមកគឺវាអត់ល្អដូចគ្នា
មួយទៀតការហ៊ានជំនាញដែលយើងអត់បានចូលចិត្តវានឹងធ្វើឲ្យយើងហ៊ានអត់ចូលហើយយើងនឹងបោះបង់វាកដាទីមួយទៀតការស្រឡាញ់មនុស្សដែលយើងអត់បានស្រឡាញ់វាធ្វើឲ្យយើងខាត់ពេលហើយធ្វើឲ្យយើងឈឺចាប់ឬក៏ធ្វើឲ្យអ្នកដទៃឈឺចាប់ហើយទាំងអស់ហ្នឹងឯងវាគឺជាការដែលយើងដាក់សម្ពាធយ៉ាងធំមកលើផ្លូវចិត្តរបស់ខ្លួនឯងព្រោះឲ្យយើងនឹងរស់នៅអត់មានក្តីសុខទេអញ្ចឹងហើយចូលធ្វើអីដែលយើងចង់ធ្វើហើយនឹងធ្វើទៅមិនប៉ះពាល់ដល់អ្នកដទៃឲ្យចូលដល់ចំណុចទី7ការកំណត់គោលដៅក្នុងជីវិតយើងត្រូវតែមានគោលដៅជាក់លាក់កាលណាដែលយើងមានគោលដៅច្បាស់លាស់វាប្រៀបបានទៅនឹងយើងរកផ្លូវឆ្ពោះទៅរកគោលដៅនោះផ្ទុយទៅវិញបើសិនជាយើងអត់មានគោលដៅទេយើងនឹងរស់នៅតែតោដូចជាទូកក្តារទន្លេអញ្ចឹងរកកោះរកត្រែតឃើញឯងហើយយើងនឹងនៅជាប់គាំងតែមួយកន្លែងហើយត្បិតតែពេលវេលាគឺវាអត់ចាំយើងទេវាចេះតែទៅមុខជានិច្ចអញ្ចឹងហើយត្រូវស្គាល់ពីខ្លួនឯងហើយនឹងចេះកំណត់គោលដៅឲ្យបានច្បាស់លាស់ដូចជានៅអាយុ23ឆ្នាំខ្ញុំត្រូវរៀនបញ្ចប់បញ្ញាបត្រពេលរៀនចប់ភ្លាមត្រូវមានការងារធ្វើភ្លាមនៅអាយុ27ឆ្នាំមានផ្ទះផ្ទាល់ខ្លួនចំណែកនៅអាយុ29ឆ្នាំមានលុយ$20000ក្នុងកុងអាយុ30ឆ្នាំមានគ្រួសារហើយហ្នឹងឯងគឺជាការកំណត់គោលដៅដ៏ល្អសម្រាប់យើងគ្រប់គ្នាចូលដល់ចំណុចទី8ការរៀនសូត្រពីកំហុសហើយនឹងបើកចិត្តទទួលយកការផ្លាស់ប្ដូរយើងត្រូវចេះអភ័យទោសឲ្យខ្លួនឯងពីកំហុសដែលយើងបានធ្វើក៏ដូចជាអភ័យទោសចំពោះកំហុសដែលអ្នកដទៃនឹងគាត់បានប្រព្រឹត្តខុសមកលើយើងដូចគ្នាទាំងកំហុសចេតនាក្តីនិងកំហុសអចេតនាក្តីព្រោះពេលខ្លះគឺអត់មាននរណាគេចង់ធ្វើខុសទេអញ្ចឹងហើយត្រូវរៀនបើកចិត្តទទួលយករបស់ថ្មីហើយនឹងរសជាតិថ្មីជួយប្រព្រឹត្តនៅកំហុសដដែលព្រោះថាមនុស្សរឹងមាំគឺគាត់ចេះរៀនសូត្រពីកំហុសហើយមនុស្សប្រកែកគឺគាត់ចេះកែកំហុសអាហ្នឹងឯងបានធ្វើឲ្យយើងរីកចម្រើនចូលដល់ចំណុចទី9ការរស់នៅជាមួយនឹងភាពសាមញ្ញមនុស្សមួយចំនួនណាពេលដែលឃើញគេប្រើរបស់ល្អៗចង់ប្រើដូចគេដែរតែដែលក្នុងខ្លួនគាត់នឹងគឺអត់មានអីសោះបែរជាទៅខ្ចីលុយអ្នកដទៃទៅទិញអីដែលអត់ចាំបាច់ហើយធ្វើឲ្យអ្នកដទៃមើលមកខ្លួនឯងនឹងអស់ចាហើយយើងខ្លួនឯងនឹងមានមោទនភាពនឹងពាក្យសម្ដីដែលគេទៅសើតែតាមពិតទៅអាហ្នឹងគឺយើងកំពុងតែបង្កើតបំណុលឲ្យខ្លួនឯងតែអត់ដឹងខ្លួនទេហើយយើងសប្បាយចិត្តបានតាមមួយផ្លែតហ្នឹងបន្ទាប់មកយើងក៏ត្រូវកេងកាត់ទុកត្រូវខិតខំរលុយដើម្បីសងទៅម្ចាស់គេវិញអញ្ចឹងឯងការដែលយើងរស់នៅជាមួយនឹងភាពសាមញ្ញផលរបស់ធម្មតាឲ្យស័ក្តិសមជាមួយនឹងសមត្ថភាពអាហ្នឹងឯងបានធ្វើឲ្យយើងរស់នៅដោយមានភាពរីករាយអ្នកគ្នាគិតថាវិធីសាស្ត្រមួយណាដែលអ្នកគ្នាចង់ចាប់ផ្ដើមធ្វើមុនគេអាចខមមិននៅខាងក្រោមបានហើយបើសិនជាចូលចិត្តវីដេអូនេះសូមជួយចុច like comment ហើយនិង share ក៏ដូចជាចុច subscribe ដើម្បីទទួលបានវីដេអូនៅថ្ងៃក្រោយទៀតហើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលស្ដាប់ថ្ងៃនេះជូនពរសុខភាពល្អជម្រាបលាជួបគ្នានៅវីដេអូបន្ត